ការប្រគល់ភារកិច្ចក៏គេមើលមនុស្សដែរគេឲ្យសាកល្បងតើអ្នកនឹងមានសមត្ថភាពគ្រប់គ្រាន់អត់មានឆន្ទៈគ្រប់គ្រាន់អត់ចេះដឹកនាំការងារចេះសម្របសម្រួលធ្វើឲ្យសកម្មភាពជោគជ័យឬទេបើឲ្យការងារតូចប៉ុណ្ណេះមិនទាន់ទៅរួចផងតើគេឲ្យធ្វើធំទេអត់គេយោគយល់ប៉ុន្តែគេមិនបំការប្រគល់ភារកិច្ចក៏គេមើលមនុស្សដែរគេឲ្យសាកល្បងតើអ្នកនឹងមានសមត្ថភាពគ្រប់គ្រាន់អត់មានឆន្ទៈគ្រប់គ្រាន់អត់ចេះដឹកនាំការងារចេះសម្របសម្រួលធ្វើឲ្យសកម្មភាពជោគជ័យឬទេបើឲ្យការងារតូចប៉ុណ្ណេះមិនទាន់ទៅរួចផងតើគេឲ្យធ្វើធំទេអត់គេយោគយល់ប៉ុន្តែគេមិនបំការប្រគល់ភារកិច្ចក៏គេមើលមនុស្សដែរគេឲ្យសាកល្បងតើអ្នកនឹងមានសមត្ថភាពគ្រប់គ្រាន់អត់មានឆន្ទៈគ្រប់គ្រាន់អត់ចេះដឹកនាំការងារចេះសម្របសម្រួលធ្វើឲ្យសកម្មភាពជោគជ័យឬទេបើឲ្យការងារតូច